ដើម្បីការពារកុំឲ្យមិត្តស្រីរត់គេខ្លួនបុរសនោះតែងតែចាប់ទាញសក់នាងយ៉ាងតឹងជារៀងរាល់ថ្ងៃពេលគេងប៉ុន្តែលើកនេះគាត់ពិតជាគេងលក់សុខខ្លាំងណាស់សូម្បីតែនារីជាមិត្តស្រីងើបពីក្រែពីរដងហើយក៏គាត់នៅតែមិនដឹងខ្លួនដែរពេលនោះនាងក៏ដឹងថានេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់នាងក្នុងការរត់គេខ្លួនដូច្នេះនាងក៏ទាញយកកន្ត្រៃដែលបានរៀបចំទុកជាមុនមកកាត់សក់របស់ខ្លួនឯងចោលរួចក៏ប្រញាប់ចុះពីលើក្រែនិងស្លៀកខោយ៉ាងលឿនប៉ុន្តែនៅពេលដែលនាងរៀបនឹងបើកទ្វាររត់ចេញនាងទើបតែដឹងថាទ្វារត្រូវបានបុរសនោះចាក់សោចុះពីខាងក្នុងពេលងាកមើលទៅនាងឃើញកូនសោនៅក្បែរក្រែបុរសនោះពេលនាងលូកដៃបំរុងនឹងយកកូនសោបុរសនោះក៏ប្រែខ្លួនសង្កត់ពីលើវាឃើញបែបនេះនារីនោះក៏ប្រញាប់យកប្រដាប់បោះធូលីមកអេររបស់ឲ្យគាត់ហើយឆ្លៀតឱកាសពេលគាត់កំពុងស្រួលខ្លួននាងក៏ប្រញាប់ទាញយកកូនសោរួចបើកទ្វារលួចរត់ចេញទៅក្រៅបាត់ប៉ុន្តែនាងទើបតែចេញទៅបានបន្តិចបុរសនោះក៏ភ្ញាក់ឡើងពេលឃើញសក់ដែលដាច់នៅក្នុងដៃគាត់ក៏ដឹងភ្លាមថាមិត្តស្រីបានរត់គេខ្លួនបាត់ទៅហើយទើបគាត់ប្រញាប់យកទូរស័ព្ទដៃមកបើកមើលទីតាំង Gibbs ឃើញថានាងមិនទាន់ទៅណាឆ្ងាយទេគាត់ក៏ប្រញាប់ក្រោកឡើងដេញតាមនាងភ្លាមចំណែកឯនារីរងគ្រោះដែលមិនបានដឹងរឿងអ្វីសោះនោះគ្រាន់តែរត់ចេញមកដល់ខាងក្រៅភ្លាមនាងក៏បំរុងនឹងហើយឡានឈ្នួលដើម្បីគេចចេញពីទីនេះប៉ុន្តែពេលនាងរៀបរាប់ពេញខ្លួនប្រាណទើបដឹងថានាងមិនបានយកលុយចុកខ្លួនមកទេពេលលើបែបនេះអ្នកបើកបរតាក់ស៊ីក៏ប្រែទឹកមកភ្លាមហើយប្រាប់ថាមិនមានលុយគឺមិនដឹកឲ្យនោះទេពេលនោះនាងក៏នឹកឃើញថានាងនៅមានទូរស័ព្ទដៃមួយទៀតហើយសូមយកវាទៅបញ្ចាំជាថ្លៃឈ្នួលឡានយ៉ាងណាមិញពេលនាងយកទូរស័ព្ទចេញមកទើបនាងដឹងថាទីតាំងរបស់នាងត្រូវបានគេតាមដានដោយឃើញសភាពមិនស្រួលនាងក៏ប្រញាប់បោះទូរស័ព្ទចោលហើយជន់វាឲ្យខូចស្របពេលនោះដែរបុរសចិត្តល្អម្នាក់ដែលនៅក្បែរនោះបានឃើញហេតុការណ៍ក៏ដឹងថានាងពិតជាត្រូវការជំនួយមែនទើបគាត់ប្រាប់នាងភ្លាមថាគាត់អាចជួយនាងចេញពីទីនេះដោយមិនគិតប្រាក់បន្ទាប់ពីពួកគេទាំងពីរអ្នកចាក់ចេញទៅបានបន្តិចបុរសជាសង្សារក៏បានដេញតាមមកដល់ហើយយកលុយមកសួរអ្នកបើកតាក់ស៊ីថាតើបានឃើញនារីម្នាក់ដែរឬទេដោយសារតែឃើញលុយអ្នកបើកតាក់ស៊ីក៏ប្រាប់ពីទីដែលនាងបានចេញទៅភ្លាមឬដូច្នេះបុរសនោះក៏ប្រាប់ឲ្យគាត់បើកដេញតាមដោយប្រាប់ថាលុយទាំងនេះនឹងក្លាយជារបស់គាត់ទាំងអស់គ្រាន់តែបែបនេះអ្នកបើកតាក់ស៊ីក៏សប្បាយចិត្តហើយបើកឡានដេញតាមភ្លាមថែមទាំងប្រាប់ទៀតថាខ្លួនស្គាល់ផ្លូវកាត់ដែលអាចស្ទាក់ផ្លូវពួកគេបានមិនយូរប៉ុន្មានអ្នកបើកតាក់ស៊ីក៏បានបើកឡានទៅស្ទាក់ពីមុខឡានរបស់ពួកគេមែនពេលចុះពីឡានបុរសជាសង្សារក៏បោះលុយមួយដុំទៅឲ្យអ្នកបើកតាក់ស៊ីឲ្យជិះចេញទៅរួចក៏ដើរតម្រង់ទៅឡានរបស់បុរសចិត្តល្អនោះដើម្បីទាញនារីនោះចុះមកប៉ុន្តែត្រូវបានគេរារាំងទប់ឃើញបែបនេះបុរសនោះក៏ប្រាប់ឲ្យគាត់ថយចេញដោយសន្យាថានឹងឲ្យលុយគាត់ទ្វេដងពេលឃើញបែបនេះបុរសចិត្តល្អក៏ធ្វើជាស្ទាក់ស្ទើរមួយសន្ទុះរួចងាកមើលទៅនារីដែលនៅក្នុងឡានដោយឃើញថានារីម្នាក់នោះបានលូតចុះពីលើឡានដោយសុវត្ថិភាពបាត់ទៅហើយទើបគាត់យកព្រមថយចេញឲ្យចំណែកបុរសជាសង្សារដែលមិនបានដឹងរឿងអ្វីក៏បើកទ្វារចូលអង្គុយក្នុងឡានភ្លាមពេលនោះបុរសចិត្តល្អក៏ប្រញាប់យកកូនសាឡានមកជួយចាក់សោទ្វារចុះពីខាងក្រៅបន្ទាប់មកក៏ប្រាប់បុរសនោះថាឲ្យគេរងចាំចូលគុកទៅព្រោះខ្លួនបានហៅប៉ូលីសរួចហើយនៅទីបំផុតបុរសជាសង្សារនោះក៏ត្រូវបានប៉ូលីសដែលមកដល់ចាប់ខ្លួនយកទៅចំណែកឯនារីរងគ្រោះត្រូវបានសង្គ្រោះដោយសុវត្ថិភាពក្រោមការជួយជ្រោមជ្រែងពីបុរសចិត្តល្អម្នាក់នោះ